ពុកចិត្តដល់ហើយនៅពុកខ្ញុំដូចជាហេវបាយដែរនេះទ្រាំបន្តិចទៅកូនដល់តែឥឡូវនឹងហើយនេះហើយជាផ្ទះថ្មីរបស់យើងឡានដឹកអីវ៉ាន់ចាស់របស់ពុកខ្ញុំបានបោយឺតចាក់ចេញពីផ្លូវធំចូលទៅតាមផ្លូវលំដីក្រហមផ្លូវនេះស្ដុកណាស់សុទ្ធតែព្រៃក្នុងឡានមានខ្ញុំបងស្រីខ្ញុំលីដាអាយុ15ឆ្នាំម៉ែហើយនឹងពុកកំពុងធ្វើដំណើរទៅផ្ទះថ្មីដឹងពុកគាត់មកទិញដីទិញផ្ទះអីទេនៅបន្ទប់នេះស្ងាត់ក៏ស្ងាត់ហើយឆ្ងាយផ្សារទៀតឬគាត់និយាយជាមួយម៉ែថាផ្ទះនោះវាធូរថ្លៃល្អណាស់ជួសជុលតែបន្តិចបន្តួចក៏នៅបានហើយចូលមកប្រហែល500ម៉ែត្រពីផ្លូវធំឡានក៏បានឈប់នៅមុខផ្ទះមួយខ្នងបើនិយាយថាផ្ទះក៏ដូចជាមិនសូវសមស្ដាប់ទៅវាធំដុំពេកសម្រាប់រូបរាងឈើពុកផុយដែលឈរត្រឹងនៅចំពោះមុខនេះវាមានសភាពទ្រុឌទ្រោមជាងអ្វីដែលខ្ញុំស្រមៃទុកឆ្ងាយណាស់ទោះបីពុកប្រាប់ថាម្ចាស់ផ្ទះគេមុនទៅតែជួសជុលរួចក៏ដោយចុះម្ចាស់ផ្ទះគេពីមុននឹងនឹកឃើញអីបានជាមកសង់ផ្ទះនៅដាច់សង្រែងតែឯងចឹងឈរពីខាងមុខផ្ទះឮតែស្នូរទឹកហូររឹមរឹមជុំវិញស្ងាត់ជ្រងំទំនងជាមានកូនអូឬប្រឡាយនៅខាងក្រៅចំហាយខ្យល់ត្រជាក់ស្រេបភាយចេញពីក្នុងផ្ទះក្រោយពុករុញទ្វាររបើកលីឡំជាមួយក្លិនដូចជាស្អីរលួយកាត់ជួលពេញច្រមុះទាំងពុកទាំងម៉ែនិងបងស្រីខ្ញុំថយក្រោយម្នាក់បន្តិចនិងងាកមុខចេញព្រមគ្នាប្រហែលជាគេបិទទ្វារទុកចោលយូរពេកហើយបានជាវាមានក្លិនចឹងតោះនាំគ្នាយកអីវ៉ាន់ចូលមកកូនពុកខ្ញុំនិយាយទាំងក្អកតិចពួកយើងរុញគ្នាដើរចូលទៅក្នុងផ្ទះខាងក្នុងងងឹតជាងខាងក្រៅធូលីដីហុយឡើងសំពងពេលភ្នែករបស់ខ្ញុំចាប់ផ្ដើមស៊ាំនឹងពន្លឺតិចល្មមអាចមើលឃើញរបស់របរនៅខាងក្នុងស្រាប់តែលីដាបងស្រីខ្ញុំវាស្រែកឡើងអស់មួយទំហឹងវាលើកដៃចង្អុលទៅទាំងញ័រទៅគៀនជញ្ជាំងដែលពន្លឺចូលមិនដល់នៅទីនោះមានតុក្កតាក្រណាត់ចាស់មួយអង្គុយផ្អែកនឹងជញ្ជាំងដៃម្ខាងរបស់វាដាច់បាត់ទៅហើយឯភ្នែកម្ខាងទៀតក៏របូតចេញនៅសល់តែប្រហោងខ្មៅវាហាក់ដូចជាកំពុងសម្លឹងចំមកពួកយើងកុំខ្លាចអីកូនប្រហែលជារបស់ម្ចាស់ផ្ទះគេភ្លេចតែដឹងពុកនិយាយរួចគាត់ក៏ដើរទៅចាប់តុក្កតានោះដើរចេញពីផ្ទះយកទៅបោះចោលនៅក្នុងព្រៃខាងក្រៅពេលគាត់ត្រឡប់មកវិញគាត់ប្រាប់ពួកយើងឲ្យចាប់ផ្ដើមរៀបចំអីវ៉ាន់រៀបតាំងពីថ្ងៃរសៀលរហូតដល់ព្រលប់មេឃចាប់ផ្ដើមប្រែពណ៌ឡើងក្រមៅរួចក៏ងងឹតទៅស្រិបផ្គរក្តាំងត្រហឹងស្មានមិនខុសមែនត្រឹមតែមួយស្របកក្រោយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ស្រេចលន់លើដំបូលបន្តចេះតែខ្លាំងឡើងរំពេចនោះភ្លើងអគ្គិសនីក៏រលត់ភ្លឹកងងឹតឈឹងសល់តែសំឡេងផ្គរលាន់ក្តាំងនៅឯក្រោយផ្ទះជុំវិញខ្លួនងងឹតអាប់រកមើលអ្វីមិនឃើញខ្ញុំដើររាវបុកនេះបុកនោះស្រែកហៅពុកម៉ែនិងបងស្រីបណ្ដាតែហាក់ដូចជាគ្មាននរណាម្នាក់បានឮសោះពន្លឺភ្លេចបន្ទោមួយផ្លាប់បានជួយឲ្យខ្ញុំស្គាល់ទិសបានមួយផ្លេតខ្ញុំឈានជើងទៅមុខទាំងដៃនៅតែរាវស្រវាស្រាប់តែប៉ះជាប់អ្វីម្យ៉ាងត្រជាក់ស្រេបដូចជាដៃមនុស្សស្គមហើយរៀងជ្រួញបន្តិច ខ្ញុំ
ខ្ញុំខំស្រែកហៅម៉ែទាំងភ័យថាម៉ែនៅឯណាគិតក្នុងចិត្តថាគាត់ឈរនៅត្រង់នេះសោះហេតុអ្វីបានជាខ្ញុំហៅមិនលឺមួយរំពេចនោះស្រាប់តែសំឡេងម៉ែពុកនិងបងស្រីខ្ញុំបែរជាមិនលឺឡើងពីបន្ទប់មកខាងគ្នាឯណោះទៅវិញចុះអ្នកណានៅចិត្តខ្ញុំអំបញ្ញមិញហ្នឹងខ្លួនខ្ញុំស្រាប់តែឡើងព្រឹកសម្បល់ខ្ញាសង្ឃឹមថាខ្ញុំស្មានច្រឡំទៅចុះម៉ែកទូចរោគមើលពិលរោគមើលអីបើកបំភ្លឺសិនទៅនៅក្នុងកាបូបខ្មៅអញហ្នឹងរូតមើលឲ្យសពមើលសំលេងម៉ែខ្ញុំរាវរោគរបស់ទាំងពុពីងពុពើមមិនយូរប៉ុន្មានភ្លើងពិលដុកសោយអ៊ីវក៏បានបំភ្លឺឡើងក្នុងដៃរបស់ពុកខ្ញុំមួយនៅម៉ែមួយពុកដើរសម្ដៅទៅសសរកណ្ដាលផ្ទះខ្ញុំក៏ដើរទៅតាមទំនោរជាគាត់ទៅពិនិត្យមើលខ្សែភ្លើងមើលអូនហើយកាន់ពិលឲ្យពុកបន្តិចមើលអញមើលបន្តិចមើលវាដាច់ស្អីខ្សែភ្លើងកណ្ដុលក៏គេឡើងសាញហើយរឿងអីវាមិនដាច់ភ្លើងពុកខ្ញុំនិយាយរួចក៏ដើរត្រឡប់ទៅរកម៉ែវិញម៉ែវាមើលរកទៀនរកអីអុចសិនទៅចាំព្រឹកអញទៅតាមជាងគេឲ្យមកតភ្លើងឲ្យយប់នេះគ្មានភ្លើងប្រើតែយើងពួកយើងប្រមូលផ្ដុំគ្នានៅកណ្ដាលផ្ទះក្រោមពន្លឺភ្លើងទៀនពី3ដើមខ្យល់ផងភ្លៀងផងនៅតែបោកកាន់តែខ្លាំងឡើងមិនបង្អន់ថយដំណោះសោះនៅសុកខ្យល់ក៏ស្រាប់តែបោកមកមួយវឹបទៀតបំបុកទ្វាររបើកលន់លឺសូរតែក្តាំងផ្ទប់ទៅជញ្ជាំងទាំងទឹកទាំងខ្យល់សាច់ចូលមកមួយទំហឹងរលត់ទៀនភ្លឹបពុកងើបស្ទុះទៅទាញទ្វារបិទវិញយ៉ាងប្រញាប់នឹងស្រែកឡើងថាយីខ្យល់ឯណាក៏សម្បើមម្លេះអញដាក់កន្លះជាប់ហើយនឹងនៅរបូតកាទៀនមួយភ្លឹបមុននេះសាមទាំងទៀនទាំងដាច់កេះម៉ែខ្ញុំកំពុងខិតផងជូតផងឲ្យបំភ្លឺវិញកំពុងតែខិតឆឹកភ្លឺភ្លឹបស្រាប់តែសំឡេងគ្រូធ្ងន់អូសនៅលើក្តារបន្លឺចេញពីក្នុងបន្ទប់ខាងឆ្វេងដៃវាជាសំឡេងសម្រាប់ជើងហាក់ដូចជាមាននរណាម្នាក់កំពុងអូសអ្វីម្យ៉ាងធ្ងន់នៅក្នុងនោះហើយពុកឈរខ្ទប់ទ្វារសោះចុះអ្នកណាទៅធ្វើអីនៅក្នុងនឹងទាំងងងឹតឈឹងហ្នឹងសំឡេងនោះធ្វើដំណើរយឺតមិនមែនឮតែខ្ញុំទេម៉ែខ្ញុំក៏ឮដែរគាត់នៅស្ងៀមប្រឹងផ្ទៀងត្រជាស្ដាប់ពុកវាអញមកនេះបន្តិចមើលមានឮសំឡេងអីឬអត់នោះនៅក្នុងបន្ទប់ខាងមុខហ្នឹងពុកខ្ញុំសៀតគន្លឹះពិនិត្យមើលទ្វារខាងមុខឲ្យរួចរាល់កុំឲ្យវារបាក់ម្ដងទៀតរួចទៅដើរមកនឹងនិយាយថាអាណាសំឡេងស្អីគេគាត់និយាយរួចក៏ទាញពិលដើរចូលទៅមួយស្របក់ក្រោយសំឡេងឆ្មាក៏បន្លឺឡើងម៉ែវរួចធ្លាក់ទៅតាមមុខអួយបាត់ទំនងជាពុកខ្ញុំចាប់បោះវាទៅវាគ្មានស្អីទេគឺឆ្មាពំកណ្ដុលមកស៊ីនឹងណាចេះតែនាំកូនផ្អើលរៀងធូរទ្រូងបន្តិចស្មានតែខ្មោចលោក្រោយភ្លើងទៀនដុតបំភ្លឺបានឡើងមកវិញមិនបានជាចាប់អារម្មណ៍មិនដឹងជាបាត់បងស្រីខ្ញុំទៅណាម៉ែលីដាវាទៅណាហើយម៉ែទេមិញហ្នឹងនៅអង្គុយក្រោយម៉ែតើហើយបាត់ទៅណាម៉ែស្រែករកលីដាពេញផ្ទះលីដាអើយមកនេះមកកូនងងឹតណាស់ប្រយ័ត្នសត្វមានពឹសវាខាំខ្ញុំដើរតាមពីក្រោយម៉ែដំណើរសំឡេងក្រឹកបន្លឺចេញពីបន្ទប់មួយទៀតនៅជ្រុងផ្ទះខាងក្រោយស្ដាំដៃដើររៀបនឹងដល់ស្រាប់តែសំឡេងលីដាវាស្រែកសឹងផ្លត់សំឡេងចេញពីខាងក្នុងនោះតែទ្វារបន្ទប់ត្រូវបានចាក់សោជាប់ពីខាងក្នុងផ្
ផ្ទះរៀបចំមិនតាន់រួចរាល់ផងលីដាវិជុលទៅសំងំក្នុងនឹងធ្វើអីលីដាបើកទ្វារកូនលីដាបើកទ្វារឡើងកូនម៉ែក៏ទ្វារខ្លាំងពុកនៅឯបន្ទប់ខាងមុខស្រែកឡើងមកថាហើយអ្នកណាកើតអីហ្នឹងស្រែកពេញផ្ទះអញ្ចឹងលីដាស្រែកផងយំផងហៅម៉ែផងពីខាងក្នុងពុកមកដល់ធាក់ទ្វារ2-3ដងរហូតរបើកឡើងវាពិលទៅប្រទះលីដាវាអង្គុយនៅលើក្តារគៀនបន្ទប់សក់ក្បាលឡើងបាសជ្រោដូចជាទើបតែត្រូវខ្មោចលងខ្លួនញ័រទៅត្រូវលីដាមានរឿងអីកូនលីដាវាសម្លឹងមើលពួកយើងម្ដងមើលទៅជុំវិញបន្ទប់ម្ដងមុននឹងចាប់ផ្ដើមនិយាយទាំងដង្ហក់វាប្រាប់ថាបានលឺពុកហៅវាឲ្យចូលទៅរួចទ្វារក៏បិទក្តាំងដោយខ្លួនឯងហើយមានសម្លេងក្មេងរត់ពេញបន្ទប់ទាំងដែលពុកពេលនោះកំពុងនៅឯបន្ទប់មួយទៀតពុកជ្រួញចិញ្ចាមបន្តិចចូលច្រត់ចង្កេះកាន់ពិលនិងស្រដីថាទេអញដូចជាអត់បានហៅវាទៅណាទេអញទៅចាប់ឆ្មានៅឯបន្ទប់ធំឯនោះទេតើដោយសារតែផ្ទះរៀបចំសម្អាតមិនទាន់រួចរាល់យប់នេះពួកយើងទាំងអស់គ្នាដេកនៅកណ្ដាលផ្ទះយប់នេះពិតជាយូរណាស់ដេកបណ្ដាស្ដាប់ម៉ែនិយាយលងលីដាបណ្ដារហូតលងលក់ទៅទាំងមិននឹកខ្លួនធូរចិត្តបន្តិចក្រោយបើកភ្នែកឡើងក៏ឃើញព្រះអាទិត្យចាំងចូលតាមបង្អួចភ្លៀងធំកាលពីយប់មិញស្ងប់ទៅហើយបន្សល់ទុកតែស្នាមដានប្រឡាក់ប្រឡូសនិងទឹកដក់នៅខាងក្រោមផ្ទះបែកភក់វល់ក្រឡេកមើលឯជញ្ជាំងផ្ទះក៏ស្រាប់តែឃើញមានតែស្នាមគំនូរដីសពណ៌ក្រវេមក្រវាមដូចជាស្នាដៃគូដោយកូនក្មេងមានទាំងរូបមនុស្សរូបសត្វតែរូបរាងរមួលរមាញ់បាក់ដៃបាក់ជើងភ្នែកធំមើលមិនចង់យល់ម្សិលមិញក៏ដូចជាមិនបានចាប់អារម្មណ៍ព្រោះវារៀងងងឹតផងពុកហុចធុងមួយនិងកូនកន្សែងមួយមកឲ្យខ្ញុំរួចនិយាយថាណែអូនជូតចេញអស់ទៅទំនងជាម្ចាស់ផ្ទះមុនមានកូនរឹបពឹសហើយទើបបានជាគូស្អីក្រវេមក្រវាមប្រឡាក់ចិញ្ចៀងអស់លលីងខ្ញុំទទួលរបស់ពីពុករួចគាត់ក៏បន្តថានាំគ្នាសម្អាតទៅកូនពុកទៅរកហៅគេមកតភ្លើងឲ្យបន្តិចប្រមាណជា2ម៉ោងក្រោយពុកក៏ត្រឡប់មកវិញជាមួយពូជាងភ្លើងម្នាក់កំពុងរៀបចំឧបករណ៍ដើម្បីតខ្សែភ្លើងខ្ញុំឈរនៅក្បែរនេះចង់មើលដែរពុកឈរច្រត់ចង្កេះចង់អោទៅខ្សែភ្លើងដែលដាច់រយេរយាយទាំងអំបាលម៉ានជុំវិញបរិវេណផ្ទះនឹងត្រង់នឹងហើយជាងយប់មិញពិបាកដល់កហើយកណ្ដុលវាប្រកែឡើងទៅកកេមែនមិនដឹងមកពីណាពីណីទេច្រើនណាស់លោកពូជាងភ្លើងងក់ក្បាលតិចពិនិត្យមើលខ្សែភ្លើងយ៉ាងជំនាញបាទអ៊ំខ្សែចាស់ហើយពួកសត្វអស់នឹងវាចូលចិត្តណាស់ទំនងជាត្រូវបដូរចេញទាំងអស់ហើយអ៊ំផ្ទះនេះមើលទៅដូចជាមិនដែលឃើញនរណាមកនៅទេយូរហើយប្រហែលជាវាអញ្ចឹងហើយក្មួយទើបបានជាវាធូរថ្លៃនឹងណាម្ចាស់មុនគេថាទើបតែជួសជុលតែមើលទៅដូចជាធ្វើឲ្យតែរួចពីដៃយ៉ាងម៉េចទេយប់មិញភ្លៀងមួយមេធំខ្យល់ផងអត់ភ្លើងផងកូនខ្ញុំភ័យឡើងស្លេកមុខស្លេកមាត់អស់ហើយលោកពូជាងញញឹមតិចរួចតបថាបាទអ៊ំនៅម្ដុំនេះកាលភ្លៀងម្ដងខ្យល់ខ្លាំងតែអញ្ចឹងឯងអ៊ំខ្ញុំសុំឡើងទៅពិនិត្យមើលប្រអប់ភ្លើងនៅខាងលើបន្តិចហើយក្រាញ់មានអីទៀតអូតាមសម្រួលចុះក្មួយឯងសរេមើលឲ្យអ៊ំមកស្អាតមកពូជាងយកចិនដាទៅពាក់នឹងជញ្ជាំងផ្ទះស្រាវកាត់ខ្សែភ្លើងបណ្ដា
ខ្ញុំនឹងពុកឈោមើលពីខាងក្រៅពេលគាត់រំកិលឡើងចិត្តដល់ដំបូលស្រាប់តែឈប់ងោះសម្លឹងមើលទៅកាន់ដំបូលអ៊ំប្រុសពុកយកដៃបាំងថ្ងៃងើយមើលទៅខាងលើបាទយ៉ាងម៉េចហើយជាងមានអីពិបាកមែនទេពូជាងចង្អុលទៅដំបូលសង្កសីទឹកមុខគាត់ដូចជាមិនសូវស្រួលអ៊ំលើដំបូលនោះដូចជាមានស្នាមជើងក្មេងពុកជ្រួញចិញ្ចាមបន្តិចដើរចូលទៅគៀកជណ្ដើរស្នាមជើងធ្វើម៉េចនឹងមានស្នាមជើងក្មេងទៅនៅលើនឹងបានទៅដំបូលខ្ពស់យ៉ាងហ្នឹងពូជាងនៅតែបន្តសម្លឹងរួចបន្តថាខ្ញុំក៏ឆ្ងល់ដែរអ៊ំតែមើលទៅតូចច្បាស់ណាស់ដូចជាស្នាមជើងក្មេងពិតអ៊ំហើយមានច្រើនគូទៀតដើរពេញដំបូលតែម្ដងពុកនៅតែមិនសូវជឿគាត់ដើរចូលទៅជិតគល់ចណ្ដាជាងមុនដើម្បីឡើងទៅងើយមើលឲ្យកាន់តែច្បាស់ខណៈបានឡើងទៅដល់ពុកនៅតែមានទឹកមុខងើងឆ្ងល់ដូចស្នាមជើងក្មេងមែនតើហើយវាឡើងតាមណាពូជាងបន្តពិនិត្យខ្សែភ្លើងបណ្ដានិងនិយាយបណ្ដាថាខ្ញុំក៏មិនដឹងដែរអ៊ំតែស្នាមនេះមើលទៅដូចជាថ្មីដែរណាអ៊ំផ្ទះអ៊ំដូចជាមិនសូវស្រួលទេពុកគ្រួយក្បាលរួចស្រដីឡើងថាអូនឹកឃើញហើយប្រហែលជាឆ្មាទេក្មួយយប់មិញនេះពីរក្បាលធំពំក៏ដុលមកស៊ីក្នុងបន្ទប់ពូជាងរៀងបដូរទឹកមុខបន្តិចរួចបន្តការងារគាត់ទៀតបន្តមកដល់ពេលយប់ត្បិតបន្ទប់នីមួយសម្អាតរួចរាល់តែក៏មិនទាន់រៀបចំសម្រាប់បាននៅឡើយទេពួកយើងក្រាលត្រឹមកម្រាលធំមួយដេករួមគ្នានៅត្រង់កណ្ដាលផ្ទះដដែលពន្លឺភ្លើងអគ្គិសនីភ្លឺច្បាស់ជាងយប់មុនបន្តិចក្រោយពីពូជាងគាត់បានធ្វើរួចរាល់ពីថ្ងៃយប់មិនទាន់ក៏ចាប់នឹកឃើញឡើងវិញនៅរឿងយប់មិញជាពិសេសរឿងរបស់លីដាតែម៉ែគាត់បានដុតធូបសុំម្ចាស់ទឹកម្ចាស់ដីម្ដងទៀតរួចរាល់ហើយមុនពេលពួកយើងចូលដេកតែខ្ញុំនៅតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួនសោះព្រោះលីដាវាចេះតែសួរម៉ែដដែលថាម៉ែយប់នោះពុកពិតជាអត់បានហៅខ្ញុំទេមែនទេតែម៉ែបានប្រាប់ថាឲ្យវាសងំដេកទៅអត់មានអីទេលុះមួយសន្ទុះក្រោយកំពុងតែស្ងាត់ស្រាប់តែមានសំឡេងតុកឮតិចដូចជាមាននរណាម្នាក់គោះឈើពីខាងក្រៅវាហាក់ដូចជាមិននៅឆ្ងាយពីកន្លែងពួកយើងដេកប៉ុន្មានទេលីដាកន្ត្រាក់ខ្លួនតិចបើកភ្នែកធំម៉ែមានលឺអីអត់ម៉ែខ្ញុំដកដង្ហើមធំរួចផ្ទៀងស្ដាប់កុំតន់ភ័យកូនប្រហែលជាសត្វក៏គេអីទៅដឹងផ្ទះយើងទើបរៀបចំរបស់របរវានៅរញ៉េរញ៉ៃខ្ញុំនៅក្នុងចិត្តម្នាក់ឯងវាមិនដូចជាសំឡេងសត្វក៏គេអីតាមដែលគាត់ថាសោះដូចជាមនុស្សគោះក្តារច្រើនជាងឮសូរតែតុកឮដដែលខិតទៅក្បាលដំណេកពុកម្ដងមកចុងជើងម្ដងពុកខ្ញុំក៏ភ្ញាក់មកដែរគាត់បើកភ្នែកធំក្រឡេកមើលឆ្វេងស្ដាំក្នុងភាពងងឹតព្រានស្អីគេទៀតហើយវើយ
មិនចេះជាប់មិនចេះហើយទេគាត់ក្រោកអង្គុយបើកមុំឈានជើងចេញពីមុំយកពិលដែលដាក់នៅក្បែរនោះមកកាន់អញចុះទៅមើលបន្តិចមើលហើយអាណាវាមកគោះស្អីរកដេកមិនបានហ្នឹងគាត់ដើរចុះទៅយកពិលឆ្លោះចុះឡើងគាត់យកដៃគោះឈើសាកមើលលើជើងសសរតបទៅវិញពី3ដងរួចក៏ពោលម្នាក់ឯងថាគ្មានស្អីផងផ្ទៀងត្រជាស្ដាប់តទៀតបាយជាស្ងាត់ឈឹកពុកដាត្រឡប់មកមុងវិញពេលគាត់ទៅតែដាក់ខ្លួនដេកមិនតន់នឹងបានប៉ុន្មានផងសំឡេងតុកនោះលើកនេះលឺញាប់ជាងមុនទៅទៀតហើយវាហាក់ដូចជានៅលើដំបូលម្ដងលីដាវាចាប់ផ្ដើមភ័យរញ៉េរញ័រយ៉ាងខ្លាំងពុកម៉ែសំឡេងអីគេនឹងខ្ញុំខ្លាចណាស់មែនហើយពុកដូចជាមាននរណានៅលើដំបូលយើងអញ្ចឹងពុកក្រោកឡើងទាំងខឹងបន្តិចរួចនិយាយថាហើយចោះវាស្អីវាវៃអញទ្រាំអត់បានឥឡូវហើយអញនិយាយរួចគាត់ក៏ដើរចុះទៅឆ្លោះពិលពិនិត្យម្ដងទៀតនៅខាងក្រៅពុកដើរជុំវិញផ្ទះឈួលភ្លើងឡើងទៅលើដំបូលអឺតមើលលើមើលក្រោមមិនឃើញមានអ្វីខុសប្រក្រតីពុកស្រែកឡើងពីខាងក្រៅដោយសំឡេងនឿយហត់ថាគ្មានឃើញស្អីទេម៉ែវាអើយគាត់ដើរចូលមកក្នុងផ្ទះវិញទាំងទឹកមុខនឿយហត់និងច្របូកច្របល់ពុកបិទទ្វារបើកភ្លើងភ្លឺពេញផ្ទះរួចទៅចូលមុងវិញគាត់មិនទាន់សម្រាប់ទេដេកចាំស្ដាប់ស្រាប់តែមិនមានឮអីទៀតសោះរៀងយប់ជ្រៅដែរហើយភ្លើងភ្លឺចឹងដូចជាមិនសូវអីខ្ញុំងួយដែរក៏ដេកលងលក់ទៅភ្លេចខ្លាចអស់រលីងកំពុងតែដេកសុកក៏ត្រូវភ្ញាក់ឡើងមកវិញដោយសារសំឡេងបងស្រីខ្ញុំលីដាវាស្រែកឡើងទាំងកន្ត្រាក់រើបំរាស់ខ្លួនពេញមុខម៉ែជួយកូនផងម៉ែជួយកូនផងពួកយើងទាំងអស់គ្នាក្រោកឡើងព្រមគ្នាលីដាអង្គុយញ័រទៅត្រេះភ្នែកបើកធំញឿននៅស្រក់ពេញថ្ងាសសម្លឹងមើលទៅធ្នឹមខាងលើលីដាកាត់អីកូនកាត់អីម៉ែខ្ញុំស្ទុះទៅអង្រួនវាទាំងទឹកមុខស្លេកស្លាំងលីដាហាក់ដូចជានៅភាំងមួយសន្ទុះទើបដកដង្ហើមធំហើយចាប់ផ្ដើមនិយាយទាំងសំឡេងញ័រម៉ែខ្ញុំយល់សប្តិអាក្រក់ណាស់គួរឲ្យខ្លាចណាស់ម៉ែចាប់ដៃម៉ែឡើងជាប់និងបន្តរៀបរាប់ថាម៉ែខ្ញុំឃើញខ្មោចឡើងដើមពត្រាគៀនផ្ទះយើងម៉ែវាបាយមកខ្សែដាក់ខ្ញុំស្បែកវាឡើងក្រៀមដូចជាត្រីអាំងចឹងនិយាយដល់ត្រឹមនេះលីដាក៏យំម៉ែអោបវាជាប់កុំខ្លាចអីកូនម៉ែនៅទីនេះគ្មានអីទេគ្រាន់តែយល់សប្តិទេតើដេកទៅវិញទៅកូនអត់អីទេម៉ែលុកដៃទៅអង្អែលខ្នងវាតិចពួកយើងអង្គុយស្ងៀមមួយសន្ទុះធំខ្ញុំក្រឡេកមើលទៅលីដាវានៅតែមិនទាន់បាត់ភ័យនៅឡើយទេខ្ញុំខ្លួនឯងឯណេះក៏មានអារម្មណ៍ព្រឺសម្បល់ខ្ញាក់ខ្ញាក់ដែរទោះបីដឹងថាគ្រាន់តែជាការយល់សប្តិក៏ដោយម៉ែដាំទឹកក្តៅឲ្យលីដាផឹកក្នុងយប់នេះគ្មាននរណាម្នាក់អាចដេកលក់បានស្កប់ស្កល់ឡើយភ្លើងភ្លឺពេញផ្ទះតែនៅតែមានអារម្មណ៍ថាមិនស្រួលព្រឹកព្រលឹមចូលមកដល់ពួកយើងទាំងអស់គ្នាក្រោកពីព្រលឹមជាងសពមួយដងទឹកមុខមិនសូវស្រស់ស្រាយទេម៉ែកំពុងរៀបចំម្ហូប
ពួកខ្ញុំកំពុងដើរទៅពិនិត្យមើលជុំវិញផ្ទះម្ដងទៀតទាំងមុខគាត់នៅតែមិនអស់ចិត្តនឹងរឿងយប់មិញខ្ញុំក៏នៅតែមានអារម្មណ៍ថាផ្ទះនេះដូចជាមានអ្វីម្យ៉ាងមិនស្រួលកំពុងតែលាក់ខ្លួននៅរងចាំពួកយើងក្រោយពីអាហារពេលព្រឹកពុកហុចកំបិតផ្គាក់មួយមកឲ្យខ្ញុំអូនអើយជួយជំរះស្មៅពុកជុំវិញផ្ទះនេះបន្តិចមើលកុំឲ្យវាដុះសុបទ្រុបពេកមើលទៅមិនកើតទេខ្លាចសត្វមានពឹសវាសំងំនៅខ្ញុំក៏ងក់ក្បាលទទួលហើយពួកយើងក៏ចាប់ផ្ដើមការងារពន្លឺព្រះអាទិត្យចាំងមកក្តៅស្ទើរតែខ្លោចស្បែកតែពុកនៅតែព្យាយាមកាប់ឆ្កាកំពត់ព្រៃតូចៗនិងស្មៅដែលដុះជុំវិញផ្ទះយ៉ាងសកម្មខ្ញុំកាប់ផងទីងផងជញ្ជូនផងហូរញើសរហាមពួកយើងធ្វើការរហូតទៅដល់ក្បាលប្រឡប់ទៅបានសម្រាកជុំវិញផ្ទះមើលទៅរាងស្រឡះស្អាតជាងមុនបន្តិចតែខ្ញុំនៅតែមានអារម្មណ៍ថាព្រៃដែលនៅព័ទ្ធជុំវិញដូចជាកំពុងសម្លឹងមកពួកយើងដដែលដោះជ្រងជ្រងខ្ពស់ខ្ពស់សល់តែមួយប្រឡោះផ្ទះពេលកំពុងអង្គុយសម្រាកលើគល់ឈើរលំស្រាប់តែខ្ញុំក្រឡេកឃើញពុកកំពុងដើរសម្ដៅទៅមាត់អូរខាងក្រៅផ្ទះខ្ញុំឆ្ងល់ណាស់ព្រោះឃើញគាត់ទើបតែអង្គុយជាមួយខ្ញុំនៅមុននេះបន្តិចខ្ញុំស្រែកហៅគាត់តែគាត់ដូចជាមិនឮសោះពុកទៅណាគាត់នៅតែបន្តដើរទៅមុខទៀតរៀងគាត់មើលពីក្រោយទៅដូចពុកខ្ញុំណាស់ទាំងសម្លៀកបំពាក់ក៏ដូចគ្នាខ្ញុំគិតក្នុងចិត្តថាប្រហែលជាគាត់ទៅមើលអីមួយផ្លែតទេដឹងតែមួយសន្ទុះក្រោយមកដោយមិនឃើញគាត់ត្រឡប់មកវិញខ្ញុំក៏សម្រេចចិត្តដើរតាមទៅមើលពេលខ្ញុំដើរជិតដល់មាត់អូរខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកប៉ះស្មាមើលទៅមិនឃើញពុកខ្ញុំនៅទីនោះសោះតែបែរជាឃើញក្មេងៗមួយក្រុមប្រហែលជា 4-10 នាក់កំពុងឈរលេងនៅមាត់ទឹកពួកវាស្លៀកពាក់ខោអាវចាស់ចាស់ហើយពេលឃើញខ្ញុំពួកវាក៏នាំគ្នាក្រវីដៃហៅមកលេងទឹកជាមួយពួកយើងមកទឹកត្រជាក់ល្អណាស់សំឡេងពួកវាខ្សាខ្សាតែច្បាស់នៅក្នុងត្រចៀកខ្ញុំមានអារម្មណ៍ថាជើងខ្ញុំហាក់ដូចជាចង់ឈានទៅមុខដោយឯងក្មេងម្នាក់ក្នុងចំណោមនោះស្រាប់តែលូកដៃមកចាប់ដៃខ្ញុំមកចុះទៅលេងទឹកជាមួយយើងមកលេងទឹកជាមួយយើងខ្ញុំក្រឡេកមើលក្មេងនោះមុខមាត់វាស្លេកស្លាំងមេឃរៀងងងឹតទៅដែរហើយមើលមិនសូវច្បាស់ទេភ្នែកវាហាក់ដូចជាគ្មានកែវភ្នែកសោះរំពេចនោះក្មេងៗឯទៀតក៏ចាប់ផ្ដើមដើរមកជិតខ្ញុំហើយមនុស្សជាច្រើនមិនដឹងមកពីណាពីណីចាប់ផ្ដើមលេចចេញពីក្នុងទឹកនិងកំពត់ព្រៃក្បែរនោះពួកគេទាំងអស់គ្នាសម្លឹងមកខ្ញុំហើយចាប់ផ្ដើមនិយាយខ្សឹបខ្សៀវព្រមគ្នាចុះមកលេងទឹកជាមួយពួកយើងមកឆាប់ចុះមកលេងទឹកជាមួយពួកយើងមកដៃត្រជាក់ជាច្រើនចាប់ផ្ដើមទាញបង្ខំខ្ញុំឲ្យចុះទៅលេងក្នុងទឹកអូរនោះខ្ញុំភ័យណាស់ខំរើបំរាស់តែពួកគេមានកម្លាំងខ្លាំងជាងខ្ញុំឆ្ងាយខ្ញុំមានអារម្មណ៍ថាជើងខ្ញុំវាចាប់ផ្ដើមប៉ះនឹងទឹកត្រជាក់ស្រេបអត់ទេលេងខ្ញុំអត់ចោះទេខ្ញុំស្រែកអស់សំឡេងហើយខំរើបំរាស់អស់មួយទំហឹងមិនដឹងកម្លាំងមកពីណាទេខ្ញុំក៏រុញពួកវាចេញ
ហើយរត់ចេញពីទីនោះយ៉ាងលឿនខ្ញុំរត់ផងយំផងសម្លឹងមើលក្រោយផងខ្លាចពួកវាតាមមកពេលមកដល់ផ្ទះវិញខ្ញុំស្ទើរតែដួលសន្លប់ទាំងភ័យទាំងហត់បែរជាឃើញពុកខ្ញុំកំពុងអង្គុយនៅលើកៅអីឈើនៅមុខផ្ទះទៅវិញហាក់ដូចជាគាត់មិនបានទៅណាសោះគាត់ងាកមើលមកខ្ញុំដោយទឹកមុខឆ្ងល់អូនឯងកាត់អីនឹងមិនដេចក៏ស្លេកស្លាំងញើសពេញខ្លួនចឹងខ្ញុំរៀបរាប់ប្រាប់គាត់ពីអ្វីដែលខ្ញុំបានឃើញនឹងជួបប្រទះនៅឯមាត់អូននោះគាត់ស្ដាប់ខ្ញុំទាំងជ្រួញចិញ្ចើមទឹកមុខគាត់ប្រែពីឆ្ងល់ទៅជាខឹងសម្បារយ៉ាងខ្លាំងដោយសារចាប់តាំងពីមកនៅផ្ទះនេះវាចេះតែមានរឿងរ៉ាវប្លែកៗគាត់ក្រោកឈរឡើងភ្លាមរួចស្រដីថាយីពួកអស់នេះវាហ៊ានរញ៉េរញ៉ៃម្លេះវើយបានដៃណាស់ណោគាត់ស្រែកខ្លាំងហើយដើរទៅអូខាងក្រោយទឹកមុខក្រហមងាំងចេញមកពួកអាខ្មោចឆ្កែខ្មោចឆ្មាអញដឹងថាពួកឯងនៅទីនេះបើខ្លាំងចេញមកឲ្យអញឃើញមុខមើលគាត់ស្រែកជេរព្រាវទៅកាន់ភាពងងឹតនៅជុំវិញនោះកុំមករំខានគ្រួសារអញទៀតតិចបានទៅនៅក្នុងក្រឡទាំងអស់គ្នាទៅសំលេងគាត់លន់រំពងឮពីពេញបរិវេណនោះតែគ្មានអ្វីឆ្លើយតបមកវិញទេមានតែសំលេងខ្យល់បក់និងស្លឹកឈើរសាត់តែប៉ុណ្ណោះម៉ែនិងបងស្រីតាមមកអួចមើលមកពីចម្ងាយយប់នោះគ្មាននរណានិយាយអ្វីច្រើនទេពុកខ្ញុំអង្គុយស្ងៀមទឹកមុខនៅតែតានតឹងខ្ញុំដឹងថាគាត់កំពុងតែគិតច្រើនហើយប្រហែលជាកំពុងតែភ័យខ្លាចដោយពួកយើងដែរគ្រាន់តែគាត់មិនបង្ហាញចេញមកក្រៅតែប៉ុណ្ណោះយប់កាន់តែជ្រៅទៅហើយភាពស្ងប់ស្ងាត់នៅក្នុងផ្ទះនេះក៏កាន់តែធ្វើឲ្យពួកយើងមានអារម្មណ៍ថាมันមានសុវត្ថិភាពតទៅសោះខ្ញុំដូចជាមិនចង់នៅទីនេះទៀតទេក្នុងយប់ដដែលក្រោយពីពុកខ្ញុំស្រែកជេររួចពួកយើងក៏ចូលមកក្នុងផ្ទះបិទទ្វារដាក់កន្លឹះយ៉ាងមាំម៉ែដុតធូបដុតទៀនសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដីតាមទម្លាប់តែនៅក្នុងចិត្តខ្ញុំនៅតែរសាប់រសល់ពួកយើងព្យាយាមសម្រាកទាំងក្នុងសភាពតានតឹងភ្លើងក៏បើកចោលពេញផ្ទះខ្ញុំដេកលក់មិនស្រួលសោះចេះតែភ្ញាក់កន្ត្រាក់ខ្លួនរាល់ពេលដែលឮសំឡេងអ្វីបន្តិចបន្តួចនៅខាងក្រោមផ្ទះប្រហែលពាក់កណ្ដាលអាត្រៀតសំឡេងខ្យល់បក់មកយ៉ាងខ្លាំងលីឡំនឹងសំឡេងសត្វរាត្រីយំល្វើយកាន់តែចូលគៀកហោះកាត់ដំបូលផ្ទះទៅមកខ្ញុំបើកភ្នែកទាំងភ័យបេះដូងលូតញាប់ដឹបលីដានិងម៉ែក៏ភ្ញាក់ដែរពួកយើងមើលមុខគ្នាទៅវិញទៅមកដោយមិនស្រួលក្នុងចិត្តពុកក៏ស្ទុះក្រោកពីដំណេកត្រចៀកគាត់ផ្ទៀងស្ដាប់សម្រាប់ជើងនៅខាងមុខផ្ទះដូចជាមានអ្វីជាច្រើនកំពុងតែផ្លាស់ទីចូលមកមានទាំងស្នូកក្រចកអស់លើជញ្ជាំងក្តារគ្រុះលើពេញផ្ទះធ្វើឲ្យពួកយើងទាំងអស់គ្នាបះរំខ្ញាក់ខ្ញាក់រពេចនោះស្រាប់តែមានស្រមោលខ្មៅក្រឹបជាច្រើនចាប់ផ្ដើមលេចឡើងអឺតនៅតាមមាត់បង្អួចនានាព្រមគ្នាមិនមែនត្រឹមតែស្រមោលទេដៃស្គមប្រឡាក់ដីនឹងមានក្រចកវែងខ្មៅចាប់ផ្ដើមលុកស្ទាបតាមចន្លោះប្រហោងក្តារខាងក្រោមក្លិនស្អុយឆ្អាបរសាត់សាយភីពេញផ្ទះភ្នែកខ្ញុំចាប់ជាប់នៅក្មេងស្រីតូចម្នាក់ដែលឈរនៅកណ្ដាលវងស្រមោលទាំងនោះនាងមានសក់វែងបាំងមុខហើយក្នុងដៃរបស់នាងខ្ញុំឃើញយ៉ាងច្បាស់នៅតុក្កតាក្រណាត់ចាស់
ដែលមានដាច់ដៃម្ខាងដែលពួកខ្ញុំបានយកទៅបោះចោលក្នុងព្រៃនៅថ្ងៃដំបូងក្លិនដូចជាសាកសពរលួយសើមរស័ព្ទចូលមកក្នុងផ្ទះកាន់តែខ្លាំងឡើងជាមួយនឹងសំឡេងប្រតោងឡើងតាមសសរពួកយើងនៅផ្ដុំគ្នាទាំងភ័យរញីរញ័រពួកខ្ញុំគាត់មិនបានក្លាហានទៀតទេពុកស្រែកឡើងរួចស្ទុះនាំពួកយើងរត់ចេញប្រាប់ឲ្យពួកយើងចុះតាមជណ្ដើរផ្ទះបាយខាងក្រោយពួកយើងគ្មានពេលគិតអ្វីច្រើនទៀតទេគ្មានពេលយកអីវ៉ាន់អ្វីទាំងអស់ពុកចាប់ដៃម៉ែចាប់ដៃលីដាពុករុញទ្វារដែលខណ្ឌពីបន្ទប់ផ្ទះបាយហើយពួកយើងក៏ប្រញាប់ប្រញាល់រត់ចុះទៅតាមជណ្ដើរឈើដែលភ្ជាប់ពីផ្ទះបាយទៅដីពួកយើងរត់សម្ដៅទម្លុះព្រៃក្នុងភាពងងឹតសម្ដៅចេញទៅរកផ្លូវធំខាងក្រៅដោយទាំងមិនហ៊ានងាកមើលក្រោយផងសំឡេងដូចជាសត្វយំសោកនៅតែឮតាមពីក្រោយខ្នងពួកយើងរត់កាត់ព្រៃជំពប់ដួលមិនដឹងប៉ុន្មានដងទេទាំងមិនដឹងទិសមិនដឹងតំបន់តែពុកនឹកឃើញថាបងស្រីរបស់ម៉ែមានផ្ទះនៅភូមិជាប់គ្នានេះទោះបីជាមិនសូវស្គាល់ផ្លូវក្នុងព្រៃតែពួកយើងក៏ព្យាយាមដើរតម្រង់ទៅតាមទិសនោះដោយសង្ឃឹមថានឹងបានទៅដល់ផ្ទះយើងវានៅលេចបានទៀតហើយដើរផងរត់ផងអស់មួយកំណាត់យប់រហូតមេឃជិតភ្លឺពួកយើងក៏បានឃើញពន្លឺភ្លើងពីផ្ទះនៅខាងមុខវាជាភូមិរបស់អ៊ំស្រីខ្ញុំពិតមែនពុកនាំផ្លូវទៅទាំងត្រដាប់ត្រដួសទៅដល់មុខផ្ទះអ៊ំហើយគោះទ្វារគាត់ខ្លាំងទាំងមេឃមិនទាន់ភ្លឺអ៊ំស្រីអ៊ំប្រុសបើកទ្វារមកទទួលទាំងភ្ញាក់ផ្អើលភ្ញាក់អស់ទាំងកូនចៅគាត់ពេលឃើញសភាពពួកយើងគាត់បានសួរនឹងនាំចូលទៅក្នុងផ្ទះយកទឹកឲ្យផឹកក្រោយពីដឹងរឿងត្រួសពីមាត់ម៉ែអ៊ំស្រីខ្ញុំក៏ដកដង្ហើមធំរួចស្រដីថាមិនក៏ពួកឯងទៅទិញដីអីនៅកន្លែងនឹងទៅកើតហើយគ្មានប្រាប់បងអីមួយម៉ាត់នៅជិតគ្នាសោះពុកក៏តបទៅវិញទាំងមិនទាន់បាត់ហត់ថាអូខ្ញុំគិតថាចាំឡើងផ្ទះសឹមជម្រាបបងតែម្ដងអ៊ំស្រីក៏ចាប់ផ្ដើមរៀបរាប់ទៀតថាកន្លែងដែលពួកឯងនៅនឹងពីដើមឡើយជាទីគប់សពចាស់របស់ភូមិមួយនឹងតាំងតែពីយូរយារមកហើយគ្មាននរណាគេហ៊ានទៅរស់នៅម្ដុំនោះទេសូម្បីតែពេលថ្ងៃក៏គេមិនសូវហ៊ានដើរកាត់ផងឯងសង្កេតមើលម្ដុំនោះមើលគ្មានផ្ទះឯណាមួយទេពុកខ្ញុំមុខស្លេកដូចជាស្លឹកចេកងាប់អ៊ំស្រីក៏បន្តទៀតថាហើយផ្ទះដែលពួកឯងទិញនោះម្ចាស់ដើមគេឈ្មោះថាតាព្រំគាត់បានស្លាប់នៅក្នុងផ្ទះនឹងជាមួយកូនស្រីគាត់ម្នាក់ដោយសារជំងឺអាសន្នរោគកាលពីឆ្នាំ90ជាងតាំងពីពេលនោះមកផ្ទះនឹងចេះតែមានរឿងចម្លែកអ្នកណាទិញនៅក៏នៅមិនបានសុខដែរលក់បន្តហើយបន្តទៀតរហូតមកដល់ពួកឯងនឹងពេលនោះទៅពួកយើងយល់គ្រប់យ៉ាងថាគំនូរលើជញ្ជាំងស្នាមជើងក្មេងលើដំបូលសំឡេងចម្លែកកូនក្មេងនៅមាត់អូនឹងហេតុការណ៍ដ៏រន្ធត់នេះទាំងអស់នេះគឺដោយសារតែផ្ទះនោះវាជាកន្លែងដែលមានវិញ្ញាណជាច្រើនកំពុងអាស្រ័យនៅព្រឹកបន្ទាប់អ៊ំក៏ឲ្យមនុស្សជួនពុកទៅយករថយន្តដែលចតនៅក្បែររបងនិងរបស់របរខ្លះដែលសំខាន់អ្វីផ្សេងទៀតត្រូវទុកចោលនៅទីនោះចាត់ទុកថាធ្វើទានឲ្យពួកវិញ្ញាណទាំងនោះប្រើប្រាស់ចុះពុកបានទិញដីមួយកន្លែងទៀតដែលជាដីអ៊ំស្រីជាប់របងគ្នាទល់មុខវត្តពួកយើងក៏រស់នៅទីនេះមិនបានទៅជាន់ផ្ទះនោះទេពពួកទាំងនោះគេនៅត្រង់នោះជាយូរមកហើយទំនងជាគេមិនព្រមឲ្យអ្នកណា
ទៅដណ្ដើមកន្លែងគេទេហើយផ្ទះមួយខ្នងនោះក៏នៅតែឈរស្ងៀមកណ្ដាលដបព្រៃរងចាំអ្នកបន្ទាស់